ចេះតែឆ្ងល់ថាមុខខ្លួនឯងចេះតែស្ងួតយូរទៅជាជាប់អាចុយអ្នកខ្លះស្ងួតយូរទៅជាមុខសក់គ្មានជាសំណើមបងប្អូនដឹងដោយសារអីហ៎មូលហេតុដោយសារតែកោសិកាមុខរបស់យើងនឹងវាអត់មានជាតិទឹកអញ្ចឹងវាអត់មានអីទៅជួសជុលកោសិកាវាអត់មានអីផ្ដោសំណើមយូរទៅវាគង់តែងាប់ពេកដូចដើមឈើអញ្ចឹងណាបើសិនជាយើងអត់ស្រោចទឹកអត់ថែទាំណាដើមឈើប្រកាសជាស្វិតក្រៀមហើយមិនថាដើមឈើនឹងល្អប៉ុន្មានអញ្ចឹងមុខយើងក៏អញ្ចឹងដែរសម្រាប់មិត្តរីទាំងអស់គ្នាគិតគូរចំណុចហ្នឹងមែនតើព្រោះអីកាលណាយើងវ័យច្រើនទៅកោសិកាយើងគឺអត់អាចធានាបាននៅល្អដូចមុនទេវាអាចយើងថាត្រង់រិចរិលឬក៏ទុនខ្សោយហើយអញ្ចឹងជាទម្លាប់របស់ខ្ញុំតាមបទពិសោធន៍របស់ខ្ញុំអាយុច្រើនហើយអ្វីដែលសំខាន់ទៅលើស្បែកមុខទោះជាយើងប្រើផលិតផលថ្លៃក៏ដោយក៏យើង take care ទៅលើស្បែកមុខទី1គឺត្រូវតែមានជាតិសំណើមនៅលើស្បែកមុខហ្នឹងហ្មងបើសិនជាអ្នកទាំងអស់គ្នាមិនផ្ដល់សំណើមឲ្យគ្នាតែគ្នាវានឹងស្ងួតកហើយកាលណាស្ងួតកយើងមានអារម្មណ៍ថាយើងឈឺហើយអញ្ចឹងមុខយើងក៏អញ្ចឹងដែរអ្វីដែលសំខាន់ណាទឹកបាញ់មុខនេះណាផ្សំចេញពីប្រទាលកន្ទុយក្រពើ99%ហើយ98 99%ណាបាញ់ភ្លាមត្រជាក់ភ្លាមបាញ់ភ្លាមបដោសំណើមទៅដល់មុខភ្លឺរលោងអ្វីដែលសំខាន់មានអារម្មណ៍ថាមុខយើងរៀងគីឡូជាងមុនណាអ្នកដែលគាត់ចង់បានរៀងបែបគីឡូតាក់ទាញណាអូយទឹកបាញ់មុខនេះតម្លៃធូរហើយវាជួយឲ្យមុខយើងនឹងស្រស់ស្អាតទៀតរកឯណាបានទេហើយបើសិនជាអ្នកចង់បានកុំភ្លេចឆាតមកស្រីពៅទាំងអស់គ្នាហើយបើអ្នកឃើញវីដេអូមួយនេះសៀម្នាក់មួយមកស្រីពៅមានកដោថែមជាម៉ាស់មួយស្លឹកជូនទៀតចឹងកុំភ្លេច10តែបានឃើញវីដេអូនេះមើលឲ្យចាប់ឲ្យសៀម្នាក់មួយបងប្អូននឹងទទួលបានជាមួយនឹងម៉ាស់អង្គមួយសន្លឹក free តែម្ដងនេះចា